នេះគឺជាម៉ូដ Play Mate ដែលយើងត្រូវតែលាក់ពួនហើយដើររកបិសាចមួយនេះប្រសិនបើយើងលាក់ពួនមិនល្អហើយដើររកបិសាចមួយនេះមិនឃើញនោះទេវានឹងសម្លាប់យើងជាក់ជាមិនខានអូខេឥឡូវខ្ញុំបានមកដល់ក្នុងហ្គេមហើយរឿងដំបូងដែលយើងត្រូវធ្វើនោះគឺកាប់ឈើបន្ទាប់មកទៀតយើងធ្វើការផលិត crafting table ហើយផលិត pickaxe ឈើអញ្ចឹងមកបន្ទាប់មកទៀតយើងធ្វើការកាប់ថ្មដើម្បីផលិតរបស់ថ្មបន្ទាប់ពីផលិតរបស់ថ្មហើយខ្ញុំធ្វើការដើររកជាមសិនដើម្បីដេកឬក៏ឆ្លងមួយយប់នឹងសិនដោយសារតែបិសាចហ្នឹងគឺវាចេញនៅពេលតែយប់ទេតើយើងបានជាមហើយយើងផលិតក្រែផលិតអីធម្មតាមកហើយខ្ញុំគាត់ថាយកទីតាំងនេះឲ្យសម្រាប់ធ្វើទីពួនរបស់ខ្ញុំហើយនឹងសនុករកវាផងដែរដោយសារដីកន្លែងនេះវានៅពេលដែលវាចេញមកហ្នឹងគឺយើងសនុករកវាផងដែរតើពេលយើងជីកដីជីកអីធ្វើដូចជាប្រហោងរោងភ្នំហើយយើងធ្វើការដាក់ទ្វារមកដើម្បីបន្លំភ្នែកបិសាច The Playmate មួយហ្នឹងឥឡូវគឺមេចាប់ដើមយកអីព្រះអាទិត្យរៀបចំលេខបដាអីហើយយើងនឹងលេងជាមួយនឹងបិសាចនឹងមួយកដាតែម្ដងចង់ដឹងថាខ្ញុំឆ្ងាយឬវាឆ្ងាយឥឡូវមេគឺយកអីហើយខ្ញុំមិនដេកទេខ្ញុំចង់លេងបិទមុខពួនជាមួយទឹកបិសាចមួយហ្នឹងនិយាយទាំងមិនផុតពីមាត់ផងឥឡូវមកបាត់ហើយគឺ you are hiding មានន័យថាយើងលាក់ពួនឥឡូវខ្ញុំរកទៅកន្លែងលាក់ពួនដែលខ្ញុំធ្វើសិនអូខេបើយើងចាំមកស្ទុះហើយដូចជាឮសំឡេងណាគេសូត្រធម៌អញ្ចឹងគឺខ្ញុំអត់ដឹងថានឹងសលេងស្អីគេទេឥឡូវគឺវាបាត់ទៅវិញសលេងហ្នឹងខ្ញុំឆ្ងល់ហ្នឹងមែនតើថៃបានវិស័យហ្នឹងគឺអត់មកវេបហាខ្ញុំអញ្ចឹងបើតាមខ្ញុំដឹងណាបន្ទាប់ពីឮសលេងហ្នឹងហើយគឺវិស័យហ្នឹងគឺវាមកវេបហាយើងតែម្ដងឥឡូវយើងចេញទៅមើលតិចមើលថាមានរឿងអីកើតឡើងនៅក្រៅចំបាត់វិស័យហ្នឹងទៅណាបាទហើយអញ្ចឹងមានន័យថាយើងឆ្ងាយមែននៅពេលដែលវិស័យហ្នឹងចេញទៅបានឆ្ងាយក៏មិនប្រាប់មួយម៉ាត់ដែរវិស័យនេះយ៉ាប់មែនតើខ្ញុំគាត់ថាខ្ញុំលេងម៉ូដប៉ុណ្ណឹងសិនបានហើយដោយសារតែនេះគឺជាការ review ម៉ូដទេហើយបើសិនមកអ្នកគ្នាចង់លេងម៉ូដនេះអាចចូលទៅ download នៅក្នុង comment បានឥឡូវយើងជួបគ្នាតែប៉ុណ្្នឹងសិនបានហើយបាយ